អត់ទ្វាឡើងខួរក្បាលរបស់អ្នកមានសភាពពុញតូចដែលយើងសន្និដ្ឋានថាជាជំងឺបំវែងបំវាន់ឬដែលគេហៅថាជំងឺបំវែងចាស់ចរាបាក់មកដល់ហើយបាក់ធ្វើអីហ្នឹងគ្រោះថ្នាក់ណាស់បាក់ខ្សែភ្លើងចេះរាលដាលពេញភូមិព្រៃនេះតើម៉ាក់ទទួលខុសត្រូវរួចទេម៉ាក់កើតអីទៅហ្នឹងម៉ាក់នេះវាមានរឿងអីហ្នឹងខ្ញុំយល់ពីអារម្មណ៍អ្នកដែលពិបាកចិត្តទប់ឲ្យអ្នកនៅផ្ទះមើលថែកូនឲ្យស្រួលខ្លួនតែមើលអ្នកធ្វើទៅអ្នកមើលថែកូនរបៀបម៉េចហ្នឹងខ្ញុំដឹងហើយក ុំមកនិយាយអីកុំសៀលទឹកពោះហើយកូននៅដេកនៅទីនោះទៀតមើលចុះចិត្តរលាកូនហើយហេតុអ្វីបានជាអ្នកមិនខ្វល់អីបន្តិចសោះខ្ញុំក៏មិនដឹងដែរថាខ្ញុំកំពុងធ្វើស្អីហ្នឹងកូនអាយឪពុកសំទោសអ្នកសំទោសទៅមានប្រយោជន៍អីខែនេះអ្នកបង្កបញ្ហាប៉ុន្មានដងហើយខ្ញុំប្រាប់ឲ្យដឹងណាគឺពួកយើងនេះហើយដែលចាំជូតលេមកឲ្យអ្នកលើកនេះស្ទើរតែធ្វើឲ្យកូនប្រុសខ្ញុំរងរបួសទៅហើយអ្នកឯងចាំធ្វើបាបអ្នកណាឲ្យប្រកាសទៅឲ្យឆ្នៃទៅឲ្យផុតទៅបានហើយកុំរករឿងទៀតបានទេអូយកុំធ្វើឲ្យកូនភ័យខ្លាចអីម៉ាក់ខ្ញុំមកទីនេះដើម្បីសោយសុខតែហេតុអ្វីបានជាអ្នកមិនព្រមលេងគាត់ទៅគាត់ស្ទើរតែធ្វើឲ្យកូនប្រុសអ្នកខូចមុខទៅហើយរឿងនេះមិនអាចបញ្ចប់ត្រឹមនឹងបានទេអ្នកនៅតែគិតពីគាត់ហើយថែមទាំងចង់ឲ្យគាត់នៅទីនេះទៀតលីហោតើអ្នកឯងចង់ឲ្យខ្ញុំទៅនៅជាមួយកូនមែនទេឯងលែងចង់ឲ្យខ្ញុំនៅផ្ទះនេះទៀតហើយមែនទេអត់ទេនឹងហើយឈប់ទៅម៉ែបើម៉ែនៅតែធ្វើខុសទៀតខ្ញុំនឹងបញ្ជូនម៉ែទៅផ្ទះថែទាំមនុស្សចាស់ហើយយកទេម៉ាក់ឲ្យម៉ាក់ត្រូវទៅនៅផ្ទះសំណាក់មនុស្សចាស់ហើយយកងឹតហើយម៉ាក់មិនមែនមានចេតនាបែបនេះទេណានេះទឹកតែខ្ចប់នំគៀវបានពាក់កណ្ដាលសោះមិនក៏ម៉ាក់បែរខ្នងបន្តិចសោះភ្លេចបាត់ទៅហើយម៉ាក់វង្វេងកង្វន់អស់ហើយគ្រូពេទ្យថាម៉ាក់កើតជំងឺនេះហើយដឹងហើយបងស្រីស៊ូមីបងមិនអាចធ្វើស្រហែបែបនេះទៀតបានទេណាកូនប្រសាស្រីកំពុងតែសម្រាប់ក្រោយសម្រាប់ហើយចៅប្រុសក៏ទៅតែបានប៉ុន្មានខែដែរពួកគេកំពុងតែត្រូវការអ្នកមើលថែខ្លាំងណាស់ហើយបងក៏ជាជីដូនគេទៅហើយរឿងនេះបងត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែនខ្ញុំយកចិត្តទុកដាក់តើខ្ញុំពិតជាយកចិត្តទុកដាក់ណាស់មិនមែនខ្ញុំមិនខ្វល់ពីអ្នកទាំងអស់គ្នាទេណាគឺថាខ្ញុំកាត់ជំងឺវង្វេងវង្វាន់ទៅហើយជំងឺនេះវាចេះតែបន្តិចម្ដងលួចយកការចងចាំរបស់ខ្ញុំអំពីអ្នកទាំងអស់គ្នាទៅបាត់ពិតជាសំណាងណាស់ទុកឲ្យម៉ាក់នៅកំដរកូនទៅចុះមួយខែនេះគាត់ធ្វើឲ្យយើងហត់នឿយប៉ុន្មានដងហើយនេះមើលចុះយាយម្នាក់នេះគាត់មិនចង់ឲ្យផ្ទះសម្បែងមានសេចក្តីសុខទេថ្ងៃរកតែរឿងខ្ញុំមើលទៅគាត់ពិតជាម្ដាយក្មេកចិត្តអាក្រក់មែនខ្ញុំមិនមែនជាម្ដាយក្មេកចិត្តអាក្រក់ទេខ្ញុំមិនមែនទេណាថ្ងៃនេះខ្ញុំតាមតឹងខ្លាំងណាស់ទាំងថ្លៃឡានទាំងថ្លៃផ្ទះខ្ញុំត្រូវតែសង្កេតជួយធ្វើឲ្យខ្ញុំធូរចិត្តខ្លះបានទេឲ្យខ្ញុំដកដង្ហើមបានស្រួលបន្តិចបានទេតើខ្ញុំពិតជាមនុស្សអាក្រក់ដូចដែលពួកគេនិយាយមែនទេម៉ាក់ជប់ធ្វើរឿងដែរបានទេកូនខំប្រថុយនឹងការបាត់បង់ការងារដើម្បីត្រឡប់មកដោះស្រាយបញ្ហាឲ្យម៉ាក់ណាកូនអើយម៉ាក់មិនមែនចង់បង្កបញ្ហាទេម៉ាក់កើតជំងឺវង្វេងវង្វាន់ហើយប្រពន្ធឲ្យឃើញបាយមែនទេបាយឆ្អែតហើយតែមិនដឹងជាកើតអីទៀតទេម៉ាក់មកនេះមកម៉ាក់ឲ្យកូនលែងហ៊ានយកសុវត្ថិភាពកូនទៅប្រថុយទៀតហើយម៉ាក់ឈប់មើលថែចៅទៅប៉ុន្មានឆ្នាំមកនេះម៉ាក់ស្រឡាញ់កូនដូចកូនបង្កើតឲ្យម៉ាក់មើលថែចៅទៅណាមើលថែអីកុំមកធ្វើឲ្យរឿងកាន់តែស្មុគស្មាញបានទេតាំងពីសម្រាលកូនមកខ្ញុំក៏ជំងឺបាក់ទឹកចិត្តក្រោយសម្រាលឯងដឹងទេថាការសម្រាលកូនវាពិបាកខ្លាំងប៉ុណ្ណាកាលពីដំបូងកូនប្រុសឯងជាអ្នកនិយាយតមកថាឲ្យឯងមកមើលថែខ្ញុំពេលសម្រាលកូនមើលអាហារទាំងនេះចុះខ្ញុំរងចាំដោយក្តីរីករាយប៉ុន្តែលទ្ធផលវាពិតជាយ៉ាងណាឯងពិតជាចិត្តបែកណាស់ដែលធ្វើឲ្យខ្ញុំតានតឹងចិត្តរហូតដល់ធ្លាក់ខ្លួនបាក់ទឹកចិត្តបែបនេះបើអញចង់មើលថែខ្ញុំពិតមែនចុះចៅម្នាក់នេះវិញតើឯងមានចិត្តពិតប្រាកដដែរឬទេតែនេះត្រូវបានឯងធ្វើឲ្យវឹកវរឲ្យជីវិតសម្រាប់កូនរបស់ខ្ញុំពិតជាវិតនេះណាអូយនាងស្រីចិត្តអត់អីនេះធ្វើបែបនេះឯងធ្វើឲ្យកូនស្ទើរតែរងរបួសទៅហើយជាតិមុនខ្ញុំធ្វើកម្មអ្វីទៅបានជាមកជួបម្ដាយក្មេកដូចជាអ្នកបែបនេះបានហើយឈប់ទៅឆាប់បញ្ជូនគាត់ទៅឲ្យឆាប់ចប់រឿងទៅនេះមិនមែនជាការសាងកម្មទេមនុស្សចាស់បែបនេះធ្វើឲ្យកូនប្រសាការជំងឺបាក់ទឹកចិត្តក្រោយសម្រាប់កូនមិនមែនជាមនុស្សល្អឡើយទាំងអស់នេះមកពីជំងឺនេះឯងដែលធ្វើឲ្យខួរក្បាលខ្ញុំមិនច្បាស់លាស់រហូតធ្វើឲ្យនាងត្រូវរងទុក្ខធ្វើឲ្យគ្រួសារយើងគ្មានសេចក្តីសុខសោះម៉ាក់សុំទោសកូនណាម៉ាក់កូនស្រីឲ្យកូនមកដល់ហើយមែនទេឪពុកកូនគាត់កំពុងមានរឿងជាមួយបងប្រុសនិងបងខ្លាយស្រីកូនហើយទៅជួយសម្រួលគាត់បន្តិចទៅច្បាស់ជាម៉ាក់ខ្ញុំគាត់ទំនេរពេកគ្មានការងារធ្វើឲ្យបានជាចេះតែរកចំនួនបែបនេះ
ម៉ាក់កូនសុំអង្វរម៉ាក់ជួយអត់អន់ឲ្យពួកគាត់ខ្លះទៅយ៉ាងណាក៏នេះជាផ្ទះរបស់បងប្រុសនិងបងថ្លៃស្រីកូនដែរបងប្រុសបងថ្លៃស្រីពួកបងក៏ពិតជាចេះតែធ្វើទៅកាត់ដែរទៅប្រកែកយកឈ្នះចាញ់ជាមួយមនុស្សចាស់ជ្រាបធ្វើអីអ្នកចិត្តខាងគេមើលឃើញអស់ហើយមិនមែនកំហុសពួកគាត់ទេគឺកំហុសរបស់ម៉ាក់នេះឯងអូយម៉ាក់អូយស្រួលខ្លួនណាស់ស្ទើរតែដាច់ខ្យល់ទៅហើយម៉ាក់ភ្ញាក់ហើយមែនទេមើលម៉ាក់ធ្វើនំគៀវឲ្យកូនញ៉ាំឯងកំពុងសម្រាកក្រោយសម្រាកម្លាំងខ្សោយណាស់ត្រូវតែញ៉ាំឲ្យច្រើនណាស់ថ្ងៃនេះគ្រូសាយយើងបានជួបជុំគ្នាវិញហើយសប្បាយចិត្តណាស់ម៉ាក់ទៅធ្វើនំគៀវបន្តទៀតសិនហើយកុំបញ្ជូនម៉ាក់ទៅផ្ទះចាស់ជ្រាអីម៉ាក់នៅធ្វើការបានមិនរំខានកូនចៅទេណាឈៀបតែខ្ញុំនៅដឹងខ្លួននេះត្រូវតែរៀបចំកូនឲ្យធ្វើការងារខ្លះសិនហួរអាយហួរ កំពុងរបស់អាឡូនឹងហើយចុះមកដល់ផ្លូវហើយទៅនៅតាអើយខួរក្បាលខ្ញុំមួយរយៈនេះវាដូចជាលែងសូវចាំអីហើយរឿងដែលខ្ញុំអាចជួយបានក៏កាន់តែតិចទៅដែរតើខ្ញុំអាចធ្វើអ្វីបានទៀតទៅកូនឲ្យឆ្នាំនេះសម្ពាធវាធ្ងន់ណាស់ឯការសម្រាលកូនក៏ត្រូវចំណាយលុយច្រើនដែរចុះទឹកដោះគោរបស់កូនទៀតក៏អស់លុយមិនតិចដែរខ្ញុំអាចជួយបានប៉ុណ្ណាក៏ជួយប៉ុណ្ណឹងទៅចុះក្រោយមកខ្ញុំក៏បានសន្សំលុយខ្លះដាក់ចូលទៅដែរតែវាមានលេខកូដសម្ងាត់ខ្ញុំនៅមានកូនស្រី2នាក់ទៀតដែលមិនទាន់បានរៀបការសោះពិតជាធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់ខ្ញុំចង់តែនៅក្បែរពួកគាត់ឲ្យបានយូរជាងនេះនេះខ្ញុំកំពុងតែធ្វើស្អីទៅនឹងនឹងវាជានរណាគេទៅបងថ្លៃឲ្យមិនបានម៉ាក់មើលទៅប្លែកម្លេះអូយសាយឺមិនក៏មើលទៅប្លែកម្លេះមិនអាចទៅរួចទៅបងពួកគេជានរណាទៅម៉ាក់ខែនេះកូនចូលធ្វើការនៅរោងចក្រហើយទោះបីជាគ្រាន់តែជាអ្នក movies កូនក៏នឹងខំប្រឹងឲ្យបានលេខ1ដើម្បីរកលុយឲ្យបានច្រើនដែរដើម្បីឲ្យម៉ាក់លេងទៅរស់នៅលំបាកទៀតយ៉ាងជឿឲ្យលុយកាក់សម្រាប់ម៉ាក់មិនសំខាន់ទេកូនម៉ាក់គ្រាន់តែចង់ឲ្យកូនថ្ងៃក្រោយកុំភ្លេចឈៀបពេលមកលេងផ្ទះខ្លះផងណាបាត់ម៉ាក់កូននឹងជិះមកលេងម៉ាក់ឲ្យបានញឹកញាប់ណាស់ល្អហើយកូនប្រុសម៉ាក់ម៉ាក់ល្អជាងម៉ាក់គេទាំងអស់ថ្ងៃក្រោយកូននឹងគំរាមនៅចំណាម៉ូតសម្លៀកបំពាក់ដើម្បីឲ្យម៉ាក់ស្លៀកពាក់ស្អាតកូនចង់ឲ្យម៉ាក់ស្លៀកឈុតដែលកូននៅចំណាដោយផ្ទាល់ដៃអូកូនស្រីម៉ាក់ពិតជាចេះគិតគូរណាស់ម៉ាក់តាំងពីប៉ះគាត់ចាក់ចេញទៅម៉ាក់ម្នាក់ឯងខំប្រឹងចិញ្ចឹមពួកយើងទាំង3នាក់មកវាពិតជាមិនងាយស្រួលសោះចាប់ពីពេលនេះទៅបងស្រីនិងប្អូនស្រីទៀតចេញលុយមើលថែម៉ាក់ចំណែកខ្ញុំនឹងមើលថែម៉ាក់ដោយផ្ទាល់ដៃម៉ាក់កូននឹងមើលថែម៉ាក់រហូតដល់ចាស់ចរាបងនឹងមើលថែអូនពេញមួយជីវិតអូនកុំបារម្ភអីចាំដល់ពេលបងរៀបការជាមួយកូនប្រសាស្រីពួកយើងនឹងរួមគ្នាថែរក្សាអូនហើយតែញោមនឹងអូនណាខ្ញុំនឹកឃើញហើយពួកគេសុទ្ធតែជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំកូនរបស់ខ្ញុំអូនស្រឡាញ់បងណាស់ម៉ាក់កូនស្រីច្បងប្រាប់កូនថាថ្ងៃនេះគាត់មិនបានត្រឡប់ទៅផ្ទះទេគាត់រវល់ខ្លាំងណាស់លោកណាគេនឹងយ៉ាន់ស៊ីនិងណាលីយ៉ាកូនស្រីច្បងម៉ាក់នឹងគាត់ផ្ញើលុយឲ្យម៉ាក់រាល់ខែតើម៉ាក់ភ្លេចបាត់ហើយមែនទេម៉ាក់កូនមិនបានត្រឡប់ទៅផ្ទះយូរពេកមែនទេបានជាម៉ាក់វង្វេងបំពន់បែបនេះហើយកូនពិតជាមានកូនស្រីច្បងម្នាក់មែនគាត់ធ្លាប់និយាយថាទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយក៏ត្រូវតែត្រឡប់ទៅផ្ទះដើម្បីមកមើលម៉ាក់ដែរ
ចាស់កូននឹងត្រឡប់ទៅមើលម៉ាក់ឲ្យបានញឹកញាប់ណាមកឲ្យកូនត្រូវចូលប្រជុំហើយកូននឹងនិយាយជាមួយម៉ាក់ទៀតទេណាដាក់ទូរស័ព្ទហើយម៉ាក់កូនប្រាប់ម៉ាក់ប៉ុន្មានដងហើយកុំចេះតែស្លៀកពាក់តាមទម្លាប់ចាស់ពេកម៉ាក់រៀនមើលគេខ្លះទៅដូចអ្នកចិត្តខាងគេអីចឹងស្លៀកពាក់ឲ្យវាសំសួនបន្តិចទៅបងប្រុសនិងបងថ្លៃនាំម៉ាក់ទៅណាក៏វាមានមុខមាត់ដែរថ្ងៃក្រោយកូនត្រូវតែរៀនជំនាញរចនាម៉ូដសម្លៀកបំពាក់ឲ្យបានល្អម៉ាក់មើលទៅស្អាតណាស់ថ្ងៃនេះកូនចង់ឲ្យម៉ាក់ស្លៀកឈុតដែលកូននៅចនាដោយពណ៌ដៃកូនស្រីឲ្យកូនមិនមែនធ្លាប់និយាយថាចង់រចនាឈុតស្អាតឲ្យម៉ាក់ទេចង់ធ្វើសិល្បៈក៏ត្រូវតែមានលុយដែរបើមិនអញ្ចឹងទេកូនប្រហែលជាធ្វើការរចនានេះយូរហើយកូនបោះបង់ចោលពាក់កណ្ដាលទីបែបនេះចុះលុយដែលម៉ាក់ខំរកឲ្យកូនរៀនសូត្រកន្លងមកនោះអូយរំខានណាស់កូនកំពុងតែតាក់ទងការងារជាមួយថ្នាក់លើតើម៉ាក់កូនរំខានកូនអីថ្ងៃក្រោយខ្ញុំនឹងបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់ពិតមែនហើយកូននឹងមើលថែម៉ាក់រហូតដល់ចាស់រហូតដល់អស់មួយជីវិតម៉ាក់កុំបារម្ភអីចាំដល់ពេលកូនរៀបការមានប្រពន្ធទៅចាំពួកយើងទាំងពីរនាក់មើលថែម៉ាក់ជាមួយគ្នាធ្វើជាកូនកញ្ញូម៉ាក់មិនទៅមណ្ឌលថែទាំទេម៉ាក់ចង់នៅជាមួយកូនទាំងអស់គ្នាគ្រប់គ្នាប្រហែលជាស្អប់ម៉ាក់ដែលចាស់ហើយមើលទៅម៉ាក់ប្រហែលជាគួរឲ្យរំខានហើយតែម៉ាក់ពិតជាចង់នៅជាមួយកូនឲ្យបានយូរជាងនេះមុនពេលដែលជំងឺម៉ាក់រើឡើងវិញម៉ាក់នំកុយឆ្អិនហួរឲ្យហើយមិនក៏ម៉ាក់មិនព្រមបិទភ្លើងចឹងរឿងឆ្អិននឹងវាមិនអីទេតែបើទុកឲ្យចេះបែបនេះឆ្នាំនេះវាផ្ទុះហើយខ្ញុំភ្លេចបាត់ទៅហើយមិនបានទៅជាបែបនេះទៅវិញខ្ញុំភ្លេចបិទភ្លើងចង្ក្រានភ្លេចទៀតហើយលីហើកូនមើលម៉ាក់កូនផងម៉ាក់ទើបតែប្រាប់គាត់កាលពីព្រឹកមិញនេះឥឡូវគាត់ធ្វើរោគពីដាក់ម៉ាក់ទៀតចង់រករឿងជាមួយម៉ាក់មែនទេអូយហើយយ៉ាន់ឲ្យកុំខឹងអីនេះម៉ាក់គាត់ម៉ាក់នឹងប្រញាប់សម្អាតផ្ទះភ្លាមកូនសម្រាប់សិនទៅណាចាំម៉ាក់សម្អាតផ្ទះឲ្យស្អាតសិនចាំម៉ាក់រៀបចំឲ្យកូនអង្គុយចាំនៅទីនោះទៅនំប៉ាវមកដល់ហើយយ៉ាននិងសៀវយ៉ានចូលចិត្តញ៉ាំស្នូលសាច់ជ្រូកលេមីសូណាហួរនិងយ៉ានជឿចូលចិត្តញ៉ាំស្នូលស្លឹកគូឆាយលេពងទេណាមីចូលបុកច្បល់ដល់ថ្នាក់នេះតើឲ្យញ៉ាំយ៉ាងម៉េចទៅខូចក៏ខូចទៅម៉ាក់ញ៉ាំខ្លួនឯងកូនមើលចោះនៅមានទៀតបានហើយកូនញ៉ាំទៅកុំទុកយូរញ៉ាំពេលក្តៅទៅឆ្ងាញ់អ្នកទាំងអស់គ្នាញ៉ាំទៅខ្ញុំរវល់ការងារបន្តិចម៉ាក់ធ្វើម្ហូបឆ្ងាញ់ជាងគេមែនបងថ្លៃខ្ញុំចាំបានថាដែលបងអាចរៀបការជាមួយបងប្រុសខ្ញុំបានក៏ព្រោះតែនំគៀវមួយចាននេះដែរឲ្យតែគាត់កុំបង្កបញ្ហាឲ្យគ្រួសារយើងទៀតគឺខ្ញុំអរគុណព្រះគុណលោកហើយមុខទៀតខ្ញុំលែងបង្កបញ្ហាឲ្យម៉ាក់តើមានរឿងអីមែនទេទោះស្អែកនឹងអ្នកឯងធ្វើអីដែរម៉ាក់កុំគំរើកអីម៉ាក់កើតអីនឹងនេះគឺជាជំងឺវង្វេងបំរាន់ដែលគេហៅថាជំងឺវង្វេងចាស់ចរាវាអាចនឹងកើតឡើងជាដំណាក់កាលហើយកាន់តែធ្ងន់ធ្ងរទៅជាពេលដែលម៉ាក់មិនទាន់ព្រួយកូនប្រាប់គាត់ពីការពិតទៅដើម្បីបាននៅក្បែរគ្នាឲ្យបានច្រើនមិនបានជាលើកនំគៀវមកមួយចានបែបនេះឆ្នាំកំពុងរបរនៅឡើយគ្មានពេលទេនំគៀវម៉ាក់ធ្វើអីហ្នឹងអ្នកធ្វើឲ្យខូចអាហារអស់ហើយម៉ាក់ខ្ញុំទើបតែធ្វើឲ្យគេគេងលក់សោះម៉ាក់មកធ្វើឲ្យញ៉ៃអស់ហើយតើអ្នកចង់ធ្វើបាបខ្ញុំឬចង់ធ្វើបាបគ្រួសារនេះមែនទេមើលម៉ងផងមិនទាន់ដាស់ទៀតអតិថិជនខំមកខ្ញុំប៉ុន្មានដងហើយលោកចានខ្ញុំសុំទោសលោកដល់ពេលឲ្យខ្ញុំ5នាទីទៀតខ្ញុំនឹងប្រកួតជុំភ្លាមអ្នកឯងនិយាយមើលជួយគ្រប់ក្រុមម៉ាក់អ្នកឯងផងបើមើលខ្ញុំឃើញថាអ្នកជាបុគ្គលិកចាស់ទៅយកក្រុមឲ្យអ្នកធ្វើការនៅផ្ទះ5នាទីទៀតត្រូវតែធ្វើឲ្យរួចមានមនុស្សច្រើនណាស់ដែលចង់ធ្វើការនេះនំប៉ាវនេះញ៉ាំទៅគ្រប់គ្រាន់ហើយម៉ាក់ចង់ធ្វើស្អីឲ្យប្រកបទៅនឹងនំប៉ាវនេះហេតុអ្វីបានជាម៉ាក់ត្រូវធ្វើបាបគ្រួសារពួកយើងខ្លាំងម្ល៉េះហេតុអ្វីទៅលោកចានកុំលេងសាច់អីគ្រប់គ្រាន់ហើយមែនទេក្រោបឡើងម៉ាក់កូនសុំអំបងម៉ាក់កុំធ្វើបាបកូនទៀតអីបានទេម៉ាក់ឲ្យកូនសុំអំបងម៉ាក់ហើយនិយាយគ្នាថា5នាទីទៀតថាខ្ញុំឯរបស់នោះណៃណាសុំទូលោកចានខ្ញុំនឹងធ្វើឲ្យលឿនបំផុតខ្ញុំកំពុងតែធ្វើហើយក្រុមហ៊ុនមិនត្រូវការបុគ្គលិកដែលធ្វើឲ្យខុសការងារទេរឿងខ្លះយុវជនត្រូវតែទទួលខុសត្រូវសុំទូលោកចានខ្ញុំមើលកូនប្រុសអ្នកឯងផងគេបោះបង់ការងារចោលអស់ហើយតើអ្នកចង់ធ្វើបាបកូនប្រុសអ្នកដល់ថ្នាក់ណាទៀតនឹង
អាហារមួយពេលដល់អសោះហើយអ្វីត្រូវធ្វើឲ្យវឹកវរដល់ថ្នាក់នេះនេះហៅថាផ្ទះសម្បែងដែរឬប៉ាតើប៉ាដឹងទេថាកូនប្រុសប៉ាគេមានសម្ពាធខ្លាំងប៉ុណ្ណា ខ្ញុំជិតអាយុ40ឆ្នាំទៅហើយណាប៉ាខ្ញុំសម្បីតែលុយបងរំលូឡានបងរំលូផ្ទះក៏គ្មានដែរដកដង្ហើមសិនតែមិនរួចទៅហើយឥឡូវនេះខ្ញុំថែមទាំងបាត់បង្ការងារទៀតអញត្រឡប់ទៅវិញធ្វើឲ្យគ្រួសារគ្មានបាយហូបទៀតឯងនៅចង់ធ្វើបាបខ្ញុំទៀតមែនទេឯងចង់បង្កាប់ឲ្យខ្ញុំសក់មែនទេ នំប៉ាវនេះញ៉ាំពេលនៅក្តៅទៅ នេះញ៉ាំអីទៅញ៉ាំអីហ្នឹងអញស្ដាប់ខ្ញុំមិនយល់មែនទេស្ដាប់មិនយល់ថាខ្ញុំកំពុងខឹងមែនទេ កូនប្រុសខ្ញុំគេឈឺក្រពះត្រូវតែញ៉ាំអីឲ្យបានល្អទើបមានកម្លាំងកំហែងគេចូលចិត្តញ៉ាំនំគៀវស្នូលស្លឹកខ្ទឹមជាមួយពងទាដែលខ្ញុំធ្វើបំផុត ម៉ាក់កំពុងធ្វើអីហ្នឹង បងអានឹងវាអីគេទៅ ប្រហែលជាបបពំពីប្រៃដាក់សាច់ជូរខៃមើលទៅ នំគៀវ ម៉ាក់កុំអីទុកឲ្យកូនប្រុសខ្ញុំគេសម្រាប់ខ្លះទៅគេហត់នឿយពេញមួយថ្ងៃហើយ ឲ្យអាំនោះទៅឆានឲ្យ ម៉ែឈប់ទៅកូនមិនចង់ញ៉ាំនំគៀវស្អីនឹងទេពេលនេះកូនគ្មានការងារធ្វើទេចុះខែក្រោយកូនយកលុយឯណាសងថ្លៃឡានថ្លៃផ្ទះកូនត្រូវធ្វើមិនទៅ អាយុ40ឆ្នាំហើយប៉ាទៅរកការងារឯណាធ្វើទៀតម៉ែស្ទើរតែធ្វើបាបកូនប្រុសខ្ញុំហើយឥឡូវនេះម៉ែថែមទាំងធ្វើឲ្យកូនប្រុសខ្ញុំបាត់បង់ការងារទៀតម៉ែធ្វើឲ្យគ្រួសារយើងវៀតនាមមិនទាន់គ្រប់គ្រាន់ទេ កូនមិនបានគិតអញ្ចឹងទេម៉ែកូនមិនបានធ្វើបាបម៉ែទេ ចិញ្ចឹមមនុស្សដល់ទៅ4នាក់ឯងក៏អត់ការងារធ្វើហើយលុយសល់ក៏មិនសូវមានប៉ុន្មានដែរ ម៉ាក់ខ្ញុំគ្មានចំណុចទេមានតែទៅបញ្ជូនម៉ាក់ទៅ ម៉ាក់មិនទៅទេម៉ាក់មិនទៅណាទាំងអស់ ម៉ាក់កូនវាអប់ដេញយូរណាស់ដែលចិញ្ចឹមម៉ាក់មិនបានមានតែត្រូវបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំសិនហើយ ម៉ាក់មានលុយតើកូនឲ្យម៉ាក់នឹងមិនធ្វើជាបន្ទុករបស់កូនឡើយកូនឲ្យឆ្នាំនេះជីវិតយើងលំបាកណាស់ឯការសម្រាលកូនក៏ត្រូវចំណាយលុយច្រើនដែរទៅថ្ងៃមុខខ្លែងផ្សាយទឹកដោះគោឲ្យកូនក៏ត្រូវចំណាយច្រើនដែរម៉ាក់អាចជួយបានប៉ុណ្ណាម៉ាក់នឹងជួយកូនប៉ុណ្ណឹង ម៉ាក់តើម៉ាក់ចង់ឲ្យលុយសំសាប់ទាំងអស់មកពួកយើងមែនទេ កូនឲ្យម៉ាក់ឲ្យលុយនេះគឺទុកសម្រាប់ព្រះអាសន្នទេបើកូនមិនព្រមទទួលតែជីវិតយើងទៅមុខយ៉ាងម៉េចទៅយកវាចេញមកសិនចាំនិយាយគ្នាទៀតឥឡូវអត់ឲ្យកូនយើងកំពុងរងចាំលុយទិញម្សៅទឹកដោះគោណាម៉ាក់ឯណានឹងហ៊ានបោកប្រាស់ពួកឯងនោះ នឹងហើយក៏ត្រូវដែរបើមានលុយនេះយ៉ាងហោចណាស់ក៏អាចដោះស្រាយជីវភាពខែនេះបានដែរ ចុះសៀវភៅសិនសម្រាប់ទៅណាហើយខ្ញុំដាក់វានៅឯណាទៅមីងតើគាត់ត្រង់របួសដោយសារអ្វីទៅម៉ាក់ដល់ពេលនេះហើយម៉ាក់នៅចង់លេងសើចជាមួយពួកយើងទៀតមែនទេតើវាបាត់ទៅណាហើយមើលតែយប់នេះពួកយើងត្រូវតែបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់ហើយ ខ្ញុំមិនទៅទេខ្ញុំនឹកឃើញហើយសៀវភៅសិនសំប្រាក់គឺនៅក្នុងបន្ទប់ គ្មានហេតុផលទេម៉ាក់កុំធ្វើឈួតអីកូនធ្វើស្អីទៀតហើយហ្នឹងហេតុអ្វីបានជាអ្នកខ្លាយទៅជាបែបនេះទៅវិញតើខ្ញុំមកតើខ្ញុំគួរធ្វើដូចម្តេចខ្ញុំលែងដឹងអីហើយក ូនឲ្យម៉ាក់កុំបង្ខំកូនអីកូនបានសន្សំលុយមួយចំនួនឲ្យម៉ាក់ហើយម៉ាក់កូននឹកចំគង់សុំម៉ាក់ហើយម៉ាក់ស្ដាប់កូនទៅនៅមណ្ឌលថែទាំមនុស្សចាស់ទៅកូនពិតជាគ្មានលុយសល់ទៀតទេណាពួកកូនចង់បញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់ខ្លាំងណាស់មែនទេសូម្បីតែមួយវិនាទីក៏មិនចង់ឲ្យម៉ាក់នៅក្បែរពួកកូនដែរម៉ាក់ប្រហែលជាវង្វេងវង្វាន់ទៅហើយតើម៉ាក់ខុសត្រង់ណាទៅកូនមានកំហុសអីទៅជាពេលដែលម៉ាក់នៅចាំមកកូនបានជួយនៅក្បែរម៉ាក់ឲ្យបានច្រើនទៅម៉ាក់មិនចង់ទៅមណ្ឌលថែទាំមនុស្សចាស់ទេម៉ាក់មិនចង់ឃ្លាតឆ្ងាយពីកូនទេប៉ាឲ្យថ្ងៃនោះអាការៈរបស់ប៉ាធ្ងន់ធ្ងរណាស់ហើយនៅក្បែរខ្លួនគ្មានសាច់ញាតិម្នាក់សោះម៉ាក់ការដែលកូនបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំក៏ដើម្បីគ្រួសារយើងដែរពួកយើងពិតជាគ្មានពេលហើយក៏គ្មានកម្លាំងមកតាមរករឿងអ្នកទៀតទេណា លេងដែរគ្មានអ្នកណាម្នាក់មានសិទ្ធិយកម៉ាក់ទៅដាក់នៅមណ្ឌលថែទាំមនុស្សចាស់ទេទាំងអស់ហ្នឹងមិនមែនសុទ្ធតែបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់ទេមណ្ឌលថែទាំមនុស្សចាស់អីកុំមកធ្វើរឿងឈួតអីការបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់វាអាចជួយសន្សំសំចៃពេលវេលានិងកម្លាំងបានច្រើនណាស់ ពួកយើងមិនមែនមិនខ្វល់ពីគាត់ឯណាបងក៏ដឹងដែរថាស្ថានភាពបងប្រុសយើងវាបែបណាពួកយើងពិតជាអស់លុយហើយបងប្រុសខ្ញុំឥឡូវរកលុយមិនបានវាជាហេតុផលដែលមិនចង់ចិញ្ចឹមម៉ាក់មែនទេ
ប៉ុន្មានឆ្នាំមកនេះលុយដែលបងស្រីធំឲ្យម៉ាក់គាត់សុទ្ធតែយកទៅឲ្យពួកបងអស់ហើយពួកបងធ្វើដាក់គាត់បែបនេះបានយ៉ាងម៉េចទៅ ចុះម៉ាក់ខ្ញុំទៅការអីទៀតខ្ញុំចំណាយពេលនិងកម្លាំងអស់ច្រើនណាស់ហើយឥឡូវខ្ញុំគ្មានការងារធ្វើទេខ្ញុំកំពុងតែរកការងារធ្វើនេះបងថ្លៃស្រីឯងទៅសម្រាប់ក្រោយសម្រាប់កូនហើយទៅមើលកូនទៀតម៉ាក់ក៏នៅផ្ទះចាំតែរករឿងរំខានមិនឈប់ចោះឲ្យខ្ញុំមើលថែម៉ាក់មិននឹងកាត់ទៅ ហួរឲ្យហើយយ៉ានឲ្យម៉ាក់តែងតែវង្វេងវង្វាន់ធ្វើឲ្យពួកកូនពិបាកចិត្តហើយអ្នកណាទៅដឹងថាម៉ាក់កំពុងតែធ្វើជាវង្វេងរត់នោះម៉ាក់ទៅជាពួកអ្នកដែរ ខ្ញុំទៅហើយម៉ាក់អើយកុំបារម្ភអីខ្ញុំមិនចង់រំខានអ្នកទាំងពីរទេខ្ញុំទៅហើយខ្ញុំទៅបែបនេះក៏ល្អដែរជំនឿវង្វេងវង្វាន់របស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅខ្ញុំមិនចង់ខ្លាចជាបន្ទុកដល់កូនប្រុសនិងកូនប្រសារទៀតទេ បងថ្លៃបងប្រុសបើអ្នកទាំងពីរមិនយកក៏ទេគឺខ្ញុំយក កូនស្រីឲ្យម៉ាក់ខ្លាចទៅរំខានកូនទេកុំអីកូនអត់ទេម៉ាក់កុំគិតអីកូននិងម៉ាក់ជាម្ដាយកូននឹងគ្នាតើមានរឿងអីដែលថាជាការរំខាននោះកូនគ្រាន់តែចង់មើលថែម៉ាក់តើវាមានអីពិបាកទៅ មិនបានទេស៊ីវយូខ្លួនឯងក៏មើលមិនដឹងផងចុះតម្រាំទៅមើលថែម៉ាក់ទៀតទៅមិនយកព្រមទេ មើលថែម៉ាក់នឹងវាមានអីពិបាកទៅពួកម៉ាក់មិនចង់បានក៏មិនឲ្យកូនបានបំពេញតែញោដែរហេតុអ្វីទៅម៉ាក់យើងទៅវិញទៅអ្នកមិនអាចធ្វើបែបនេះបានទេណា អាក្រុមអីគេនឹងវៃខ្លាចមកអីមេះ ចាប់ដើមដកថយប៉មមានបាត់ហើយក៏ទេបាញ់ព្រួនចេញទៅម៉ាក់នេះជាផ្ទះរបស់ខ្ញុំហើយក្រោយពីនេះទៅម៉ាក់ ម៉ាក់មកនៅជាមួយខ្ញុំទៅណាអេ នេះអ្នកណាគេណា នេះម៉ាក់ខ្ញុំទេបងម៉ាក់ខ្ញុំគាត់ទៅតែចេញពីផ្ទះខ្ញុំមកឥឡូវគាត់អត់មានកន្លែងទៅណាទេបងមើលទៅថាតើអាចឲ្យគាត់មកស្នាក់នៅផ្ទះយើងបានអត់មកទៀតខ្ញុំនឹងខិតខំរៀនរចនាម៉ូដសម្លៀកបំពាក់ឲ្យពូកែហើយនឹងតែងខ្លួនបងឲ្យស្អាតតែម្ដង បើចង់ធ្វើសិល្បៈក៏ត្រូវមានលុយសិនដែរណារចនាម៉ូដសម្លៀកបំពាក់ខ្ញុំជប់ធ្វើយូរហើយ គំនូរឯងស្អាតណាស់ពិតជាមានទេពកោសល្យមែនតែគួរឲ្យស្ដាយគំនូរនេះមិនទាន់ហើយគួរឲ្យស្ដាយណាស់រូបគំនូរនេះគួរមិនទាន់ចប់ផង អានឹងវាជារបស់ដែលពួកអ្នកមានគេរៀនទេរៀនអានឹងទៅបានកាយសួរតើរកការងារណាដែលបានលុយមិនល្អជាងហេ តើកូនស្រីរបស់ខ្ញុំត្រូវបោះបង់ក្តីស្រមៃរបស់នាងគ្រាន់តែដើម្បីញាក់មែនទេ ខ្ញុំមិនបានបង្ខំនាងទេណា បានហើយកុំអីខ្ញុំជូនកូនទៅបន្ទប់វិញណាម៉ាក់ខ្ញុំត្រូវទៅធ្វើការវេនយប់ទៀតម៉ាក់សម្រាប់ក្នុងបន្ទប់ទៅណាកុំចេញមកក្រៅអីអូយសៀវយូអើយម៉ាក់ចង់ទៅបន្ទប់ទឹកសៀវយូដល់ពេលទៅត្រឡប់មកវិញហើយមែនទេ មានអ្នកណានៅទេ អាយខ្ញុំទុកលេងបានហើយ ម៉ាក់មិនក៏មនុស្សសូមានអ្នកណាម្នាក់នៅទីនេះ ដល់ពេលជំងឺវង្វេងវង្វាន់នេះឈានដល់ដំណាក់កាលដែលទុកទឹកនោមលេងបានហើយគឺពិបាកនឹងព្យាបាលឲ្យជាណាស់ យាយចាស់នេះនំពេញតែអស់ហើយមិនចេះទៅបន្ទប់ទៅទេអី ម៉ាក់មិនជូតឲ្យស្អាតទេក៏ឆាប់ទៅឲ្យឆ្នៃពីមុខខ្ញុំទៅម៉ាក់កំពុងធ្វើស្អីហ្នឹង ស្អីគេនឹងអានេះវាស្អុយខ្លាំងណាស់ ម៉ាក់ថ្ងៃយើងមានមង្គលតាមិនក៏ម៉ាក់មិនទៅយកមង្គលទៅគឺលោកនឹងហើយដែលមិនឲ្យម៉ាក់ខ្ញុំទៅយកមង្គល ខ្ញុំអត់បានហាមគាត់ទេណា ខ្ញុំត្រូវឲ្យអ្នកណាទៅឲ្យមកហើយធន់ណាស់ ភ្ញាក់ហើយមែនទេបើអញ្ចឹងកុំភ្លេចបដូរខោផង ខ្ញុំមួយខ្លាំងណាស់ខ្ញុំសុំទៅសម្រាប់សិនហើយ
មិនមែនដោយសារតែអាលោកនឹងវាចាស់ពេកទេធម្មតាអូនចេះតែតាមចិត្តបងសោះចុះមិនក៏ថ្ងៃនេះមកជួបជាមួយបងទៅវិញកុំតន់ឲ្យកង្អេចាំបងទៅដោះស្រាយជាមួយវាឲ្យ ម្ហូបនេះឆ្ងាញ់អត់ សំមុខហើយហេទុកដាក់សណ្ដែកក្រហមនឹងទៅ អាមួយណាដែលផ្អែមជាងគេទៅ អូនសម្លាញ់នៅខាងបងទៀតមែនទេយើងគ្រួសារតែមួយទេបងមិនដឹងថាអូនខឹងរឿងម៉ាក់បងទេបងទិញកាដូឲ្យអូនតោះទៅមើលទៅ ធម្មតាអ្នកមិនដែលទិញអីឲ្យខ្ញុំសោះនឹមកាដូអីទៅ មើលទៅដឹងហើយ ម៉ាក់មិនក៏ម៉ាក់ខំផ្លែបំគ្រូផ្លែអញ្ចឹង ខូចក៏ខូចទៅយ៉ាងណាក៏ខ្ញុំបានបិទបាំងរដូវរបស់អ្នករួចហើយដែរគេក៏មិនដឹងដែរថាផ្លែឈើទាំងនេះសុទ្ធតែមិនឆ្ងាញ់ ស៊ូគេកំទិញកាដូឲ្យខ្ញុំពិបាកណាស់មិនក៏អ្នកធ្វើឲ្យវាខូចខាតបែបនេះ តាំងពីគេចូលមកក្នុងផ្ទះនេះមកមួយសៀកពាក់ដូចទៅរៀនគូរូបដែលគ្មានអនាគតមួយទៀតនំដាក់ខោធ្វើឲ្យពេញផ្ទះមានតែក្លិននំឥឡូវនេះកាន់តែខ្លាំងសំបីតែកាដូដែលខ្ញុំជូនអ្នកក៏គេធ្វើឲ្យខូចដែរ មើលចុះគាត់នៅអាចញ៉ាំបានទៀតទេ មើលទៅគាត់ធ្វើនឹងគឺចិត្តណាស់ហើយ ម៉ាក់និយាយរឿងហ្នឹងជារឿងពិតមែនទេហើយអ្វីបានជាម៉ាក់ធ្វើបែបនេះម៉ាក់ចង់បំផ្លាញកាដូដែលគាត់ជូនកូនមែនទេ និយាយថាយកអ្វីយកវាចេញមកមើលគាត់មិនត្រឹមតែបំផ្លាញកាដូទេឥឡូវចេះលួចរបស់ទៀតមែនទេយកវាចេញមក យកវាចេញមកមិនល្អទេណាម៉ាក់ចង់ធ្វើអីឲ្យប្រកបទៅកូននាំម៉ាក់មកនៅទីនេះពុតកុំម៉ាក់គ្រប់យ៉ាងឲ្យម៉ាក់ស្នាក់នៅស្រួលបួលហើយអ្វីម៉ាក់មិនអាចធ្វើឲ្យកូនស្រួលចិត្តខ្លះយករបស់នឹងចេញមកថ្ងៃនេះពិតជាជូរចត់ណាស់ មកដល់ហើយក៏យកវាទៅចោះមិនដឹងថាវាឆ្នៃឬអត់ទេ ល្វីងណាស់របស់ទាំងអស់ហ្នឹងសុទ្ធតែល្វីងទាំងអស់អាមួយនេះផ្អែមជាងគេញ៉ាំទៅមិនញ៉ាំ របស់ដែលខ្ញុំទិញមកសុទ្ធតែផ្អែមទាំងអស់ខ្ញុំឃើញមកអ្នកឯងហ្នឹងទំនាក់ទំនងរវាងខ្ញុំនិងអ្នកឯងខ្ញុំមិនគួរណាឲ្យគាត់មកនៅទីនេះតាំងពីដំបូងឡើយ អ្នកឯងចង់មានន័យថាម៉េច ផ្ទះនេះបើមានខ្ញុំគឺអត់មានគេទេពួកយើងទាំងពីរអ្នកឯងរើសយកម្នាក់ទៅ អស់មនុស្សតែណាអស់ហើយចុះនេះមានន័យថាអ្នកលែងស្រឡាញ់ខ្ញុំហើយមែនទេគ្រប់គ្នាគ្មានអ្នកណាម្នាក់ជឿខ្ញុំសោះ អាឡូ3នាទីទៀតខ្ញុំចុះទៅហើយ ដឹងហើយខ្ញុំនឹងបកឡានទៅដល់ក្រុមប្រពន្ធ បាទលោកស្រី ខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់ខ្ញុំពិតជាចង់បានវាណាស់ ហេលោកយាយម្នាក់នេះនឹកភ្នែកគឺយ៉ាងម៉េចឆាប់រកឡានភ្លាមទៅសម័យនេះពួកចាស់ចូលចិត្តធ្វើរឿងបោកប្រាស់បែបនេះណាឃើញតែទាលុយរាប់សែនដុល្លារចុះអ្នកឯងមកបោកប្រាស់ដល់ក្រោយឡានធៀមបែបនេះចង់បានលុយមែនទេ ខ្ញុំប្រាប់ឲ្យឯងសម្ដែងទៅកុំស្មានថាធ្វើខ្លួនគួរឲ្យអាណិតនៅទីនេះហើយខ្ញុំនឹងលើកលែងឲ្យឯងឲ្យសោះទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំ ឈប់ដៃទៅយាយម្នាក់នេះគាត់ធ្វើពុតជាគ្រោះថ្នាក់ចរាចរណ៍ខ្ញុំកំពុងតែនាំគាត់ទៅប៉ុស្តិ៍ប៉ូលីសនឹងសៀកពាក់រហិតរហិនធ្វើខ្លួនដូចជាអ្នកជំនាញខាងធ្វើពុតជាគ្រោះថ្នាក់ចរាចរណ៍មើលទៅដឹងតែជាអ្នកធ្លាប់ធ្វើរហូតហើយ ឯងថាអ្នកណា សុំទោសអ្នកមីងខ្ញុំមិនដឹងថាគាត់ជាម្ដាយអ្នកមីងទេសុំទោសលោកយាយមិននេះខ្ញុំយកច្រឡំលើអ្នកយាយហើយចឹងទៅតើអ្នកគិតថាគាត់ជាម្ដាយបែបណាទៅជាមនុស្សចាស់ដែលរករឿងគេមានទេ អ្នកម៉ាក់ជឿមិនសូវល្អសោះចុះហេតុអ្វីដល់រហ័យរហូតបែបនេះកុំធ្វើឲ្យកូនចាស់ពិបាកចិត្តបានទេម៉ាក់មិនមែនម៉ាក់កំពុងស្នាក់នៅផ្ទះលីហៅទេអាកូនឲ្យញ៉ាំទៅអាហារនៅក្រៅនឹង ញ៉ាំអីទៅមួយថ្ងៃបើមិនធ្វើឲ្យខ្ញុំខឹងមិនស្រួលខ្លួនមែនទេ ម៉ាក់ខឹងរហូតជាមែនទេអត់ទេមិនមែនទេគឺខ្ញុំខ្លួនឯងទេដែលចាំទៅចុះលីយូវិញគាត់មិនបានរៀបចំកន្លែងស្នាក់នៅឲ្យម៉ាក់ទេ ក្នុងផ្ទះនេះបើមានខ្ញុំគឺអត់មានគេបើម៉ាក់ចង់បានអ្នកណាម៉ាក់រើសយកម្នាក់ទៅ ហ៎មនុស្សចិត្តល្អអាយ
ម៉ាក់មានអាការៈប្លែកណាស់បើម៉ាក់មិនចង់និយាយទេក៏មិនអីដែរម៉ាក់ក៏ទៅផ្ទះជាមួយកូនម៉ាក់នេះជាផ្ទះរបស់ម៉ាក់ចូលចិត្តទេវាប្រសើរជាងផ្ទះនៅលីហាលីមែនទេ លីហាលីយឺម៉ាក់មិនស្គាល់អ្នកណាទេកូន មើលតើម៉ាក់ដូចជាអ្នកជំងឺវង្វេងវង្វាន់ដែលយើងធ្លាប់ឃើញអញ្ចឹងម៉ាក់ឃ្លានហើយមែនទេចាំកូនទៅធ្វើម្ហូបឲ្យណា ចុះថ្មីនេះម៉ាក់បានទៅពិនិត្យនៅមន្ទីរពេទ្យខ្លះហើយឬនៅ កូនឃើញម៉ាក់ចាប់ដើមភ្លេចភ្លាំងច្រើនណាស់តើម៉ាក់មានជំងឺវង្វេងវង្វាន់មែនទេយ៉ាំអីនឹងប៉ាកូនចង់សួរថាប៉ាមានជំងឺវង្វេងវង្វាន់មែនទេ អើយម៉ែវាឲ្យខ្ញុំនៅចាំបានល្អណាស់តើ ពេលជំងឺវង្វេងវង្វាន់នេះធ្ងន់ធ្ងរអ្នកជំងឺតែងតែមិនដឹងខ្លួនថាខ្លួនឯងជានោះទេអើយប៉ាមើលជើងប៉ាផងវានៅខ្វេខ្វាក់នៅឡើយហ្នឹងអង្គុយចុះទៅវាមិនស្រួលជាងទេកុំរើបំណះអីចាំកូនទៅធ្វើឲ្យអ្នកអញគួរតែប្រយ័ត្នប្រយែងបន្តិចទៅ មិនមែនទេអញអាយុ12ឆ្នាំហើយមិនក៏នៅតែរឹងរូសចង់តែដាក់អាហារកំប៉ុងចូលក្នុងម្ហូបនឹងទៀតមានរឿងអីដល់ អត់មានអីទេ ម៉ាក់មិនអីទេមែនទេ បើមិនមែនម៉ាក់ការពារកូនទេកូនប្រហែលជាទីបំផុតកូនបានហួចចិត្តហើយម៉ាក់កាលពីមុនពេលដែលមិត្តភក្តិសើចចំអកឲ្យម៉ាក់កូនបែរជាស្អប់ម៉ាក់ទៅវិញហេតុអ្វីបានជាម៉ាក់មិនប្រាប់ការពិតឲ្យកូនដឹងតាំងពីដំបូងទៅ រឿងនឹងមិនសំខាន់ទេសំខាន់ឲ្យតែអញរស់នៅបានសុខសប្បាយទៅបានហើយក ូនធ្លាប់ស្អប់ម៉ាក់ដែលដើរខ្វេខ្វាក់តែមិនដែលនឹកស្មានថាកាលពីប៉ុន្មានឆ្នាំមុនជើងដែលពីការមួយនេះហើយដែលការពារកូនឲ្យមានសុវត្ថិភាពយ៉ានស៊ឺកំពុងរវល់មែនទេអូកំពុងរវល់នឹងហើយញ៉ាំបានច្រើនមែនណា លោកស្រីគម្រោងមានបញ្ហាហើយអ្នកទទួលខុសត្រូវគម្រោងពេទ្យគេកំពុងរងចាំប្រជុំហើយ ខ្ញុំមិនញ៉ាំទេអ្នកយកវាត្រឡប់ទៅវិញទៅ អ្នកធ្វើអីហ្នឹងខ្ញុំកំពុងរវល់ខ្លាំងកុំមកខ្វល់ពីឈាមអី ក្មួយឲ្យមកញ៉ាំបាយមកកូនកុំភ្លេចញ៉ាំចាននោះណាអរគុណច្រើន ចុះម៉ាក់ខ្ញុំទៅណាហើយគាត់ដើរទៅខាងនោះហើយគាត់ថាគាត់ចង់ត្រឡប់ទៅផ្ទះវិញ ម៉ាក់ឲ្យបើមិនមែនព្រោះតែអាហារឆ្នាំនោះទេខ្ញុំក៏មិនវង្វេងធ្វើបែបនេះដែរអាឡូ នេះហ่าម៉ាក់ទៅដល់ផ្ទះអញយូរនៅ គាត់មិនមែនទៅស៊ីវយកទៅបាត់តាំងពីយូរហើយទេហេខ្ញុំអត់ឃើញគាត់ផង ចុះមិនមែនព្រមព្រៀងគ្នាថាឲ្យកូននៅជាមួយមីងតូចទេហេមិនក៏ពួកឯងនិយាយមិនដោយសារពាក្យសម្ដីចឹង មិនមែនព្រោះតែម៉ាក់រករឿងមិនឈប់ទេហេពួកឯងដឹងអត់ថាម៉ាក់ជាមួយតែលនឹងគាត់ មិនមែនដោយសារតែម៉ាក់ចូលចិត្តបង្កចំនួនទេហីពួកឯងមិនដឹងទេថាម៉ាក់ជាមួយលោកលៀននឹង អាឡូអញគិតថាម៉ាក់គាត់វង្វេងបាត់ខ្លួនមែនទេ ទៅរួចឯណាក៏ច្បាស់ជាកំពុងតែបង្កចំនួនទៀតហើយអាឡូស៊ីវយូម៉ាក់បានទៅដល់ផ្ទះអញយូរនៅ ម៉ាក់គាត់ចាក់ចេញទៅតាំងពីប្រហែលថ្ងៃមុនម្លេះ គាត់មិនបានត្រឡប់មកវិញទេហេតុអ្វីបានជាពួកឯងមិនខ្វល់ខ្វាយសោះអញ្ចឹងម៉ាក់គាត់ស្ម័គ្រចិត្តទៅខ្លួនឯងទេកុំមកទម្លាក់កំហុសលើខ្ញុំអីម៉ាក់ទៅណាហើយហ្នឹងបើពួកអ្នកមិនរកទេខ្ញុំរកខ្លួនឯងម៉ាក់ឲ្យម៉ាក់នៅណា អ្នកអំពីជាក្រុមគ្រួសាររបស់លោកអូសេនីឯងមែនទេគាត់នៅមន្ទីរពេទ្យ ចុះម៉ាក់ខ្ញុំគាត់កើតអីទៅ ម្ដាយរបស់អ្នកគាត់មានជំងឺវង្វេងវង្វាន់ម៉ោងប៉ុន្មានហើយ ម៉ាក់នេះពិតជាមិនហើយចេះតែរកចេញពីផ្ទះធ្វើឲ្យគេពិបាកចិត្តមែន ស៊ីវយឺអញថាអញមើលថែម៉ាក់តែមើលចុះម៉ាក់ទៅចូលពេទ្យបាត់ហើយលើកនេះអញទៅចំណាយលុយទៀតហើយ បងប្រុសបងថ្លៃអ្នកទាំងពីរមកដែរម៉ាក់នៅណា នៅមានមុខសួររកម៉ាក់ទៀត មានរឿងអីទៅបង ពីមុនអញជាអ្នកសន្យាថានឹងមើលថែម៉ាក់ឲ្យបានល្អតែមើលចុះឥឡូវម៉ាក់ទៅចូលពេទ្យបាត់ហើយមិនបានជាអញ្ចឹង ខ្ញុំក៏មិនដឹងថាវាទៅជាបែបនេះដែរ ស៊ីវយឺអញនិយាយការពិតមកមើលថែម៉ាក់ អ្នកកាត់អីហ្នឹងមិនបានមកដល់មន្ទីរពេទ្យបែបនេះ ខ្ញុំពិតជាមិនដឹងទេម៉ាក់មកនៅជាមួយខ្ញុំបាន3ថ្ងៃក៏បាត់ខ្លួនបាត់ទៅ ខ្ញុំស្មានតែគាត់ត្រឡប់ទៅខាងអ្នកវិញហើយ អញ្ចឹងបានន័យថាម៉ាក់វង្វេងចេញពីខាងអ្នកមែនទេអញ្ចឹងអ្នកទៅទទួលខុសត្រូវធំជាងគេហើយ បើម៉ាក់ជាបែបនេះខ្លាចព្យាបាលបន្តិចទេណាអ្នកក៏ដឹងដែរថាបងប្រុសអ្នកឥឡូវអត់ការងារធ្វើយើងរកលុយឯណាមកសង
អ្នកជាកូនស្រីគាត់ថ្លៃនេះអ្នកត្រូវតែចេញ ហេតុអ្វីបានជាខ្ញុំចុះកាលពីមុនអ្នកណាដែលរកថាម៉ាក់វិញបំពន់ហើយមិនព្រមឲ្យគាត់នៅមិនព្រមឲ្យគាត់នៅក៏យកគាត់មកទម្លាក់ចោលនៅផ្ទះខ្ញុំឥឡូវមានរឿងកើតឡើងហេតុអ្វីបានជាឲ្យខ្ញុំទទួលខុសត្រូវ ខ្ញុំមិនខ្វល់ទេ អ្នកអញនឹងហើយដែលទៅទទួលខុសត្រូវធំជាងគេអ្នកអញទៅចេញលុយច្រើនជាងគេ គ្រប់គ្រាន់ហើយកុំនិយាយទៀតអីឈប់ទៅបងស្រីតាបងមកពីនេះធ្វើអី ខ្ញុំមកពីនេះមិនចុះឯងនិយាយអីហ្នឹង ឈឺប្រកែកគ្នាមិនជប់សោះពួកឯងទាំងអស់គ្នាចាំជប់ម៉ាក់សិនចាំនិយាយគ្នាទៀតពួកយើងសឹកតែជាកូនរបស់ម៉ាក់ឥឡូវម៉ាក់មានរឿងហើយពួកឯងម្នាក់កុំសង្ឃឹមថានឹងគេចផុតឲ្យសោះត្រូវតែទទួលខុសត្រូវទាំងអស់គ្នា មើលចុះខ្ញុំសំបីតែការងារក៏បាត់បង់ដែរនេះកំពុងរវល់រកការងារធ្វើផងហើយត្រូវមើលថែកូនរាល់ថ្ងៃទៀតតើពួកយើងមានពេលឯណានឹងលុយឯណាទៅ បងស្រីឥឡូវខ្ញុំកំពុងរស់នៅជាមួយសង្សារតើឲ្យខ្ញុំមើលថែម៉ាក់យ៉ាងម៉េចទៅពួកឯងកុំបារម្ភពេកអីប្រហែលជាម៉ាក់គ្រាន់តែខ្លោះជើងឬដួលបន្តិចបន្តួចទេមិនមានរឿងធំដុំអីទេ ឲ្យតែម៉ាក់មានសុខភាពល្អទៅបានហើយមិនមានរឿងអីគឺល្អហើយ ម៉ាក់របស់អ្នកកើតជំងឺវង្វេងវង្វាន់អស់ហើយគាត់លែងចាំអ្វីទាំងអស់បើអ្នកដឹងថាម៉ាក់កើតជំងឺវង្វេងហើយលែងស្គាល់ពួកយើងទៀតតើអ្នកនឹងស្ដាយក្រោយទេដែលប៉ុន្មានថ្ងៃនេះមិនបានទៅជួបគាត់ក្នុងនៅពេលដែលអ្នកទាំងអស់គ្នាយល់ថាម៉ាក់មិនអីទេអញ្ចឹងទៅមើលគាត់ជាមួយខ្ញុំទៅ ហើយអ្នកអញមើលចុះមនុស្សម្នាក់ដែលធ្លាប់តែល្អសោះមិនក៏មើលទៅដូចជាមនុស្សវង្វេងវង្វាន់បែបនេះទៅវិញគ្រូពេទ្យប្រញាប់ហៅពួកយើងមកបែបនេះតើម៉ាក់យើងក៏ ម៉ាក់ចាស់ហើយចេះតែអូតែពេលនេះគិតទៅម៉ាក់ប្រហែលជាមានជំងឺវង្វេងមែនហើយខ្ញុំពិតជាខមមិនតើខ្ញុំត្រូវធ្វើម៉េចទៅអាចអត់ទោសឲ្យខ្លួនឯងបាន ឲ្យកុំនិយាយក្តេះដាស់អីជើងដៃម៉ាក់មិនសូវល្អសាប់ហើយប្រហែលជាគាត់ដើរដួលនៅណាមួយទេដឹង ម៉ាក់ពួកយើងមកដល់ហើយពួកយើងមកដល់ហើយ ម៉ាក់មិនក៏ហៅគាត់មិនឆ្លើយសោះអញ្ចឹង មើលតើម៉ាក់ដូចអ្នកជំងឺវង្វេងវង្វាន់ដែលយើងទៅតែឃើញអញ្ចឹងឬមួយក៏ម៉ាក់មិនអាចទេកាលពីប៉ុន្មានថ្ងៃមុនម៉ាក់នៅល្អសោះតើ ម៉ាក់មានរឿងអីមែនទេ មើលតើម៉ាក់ដូចជាមិនមានរបួសស្នាមអ្វីសោះចុះគាត់មិនក៏សំបីតែប្រតិកម្មបន្តិចក៏គ្មានដែរនឹងហើយមិនបានថ្ងៃនេះម៉ាក់ស្ងាត់ជ្រាបម្លេះកូនហៅក៏មិនឆ្លើយដែរ ម៉ាក់មិនមែនវង្វេងវង្វាន់មែនទេដឹង ខ្ញុំថាគាត់កំពុងខឹងហើយបានជាធ្វើស្នាប់ដាក់យើងព្រោះតែយើងយកគាត់ទៅផ្ទះនឹងតែនាងបែរជាមិនខ្វល់ពីគាត់សោះម៉ាក់មិនក៏ម៉ាក់ចិត្តជំរាបម្លេះកូនលួចមកជួបម៉ាក់ទាំងលាក់បាំងគេណាបើគេដឹងទេប្រកាសជាសំបីកូននឹងខានទេ ម៉ាក់កុំធ្វើរឿងអីទៀតអីកូនដឹងទេថាម៉ាក់កំពុងខឹងកូននឹងព្រោះម៉ាក់គិតថាពួកយើងមើលងាយថាម៉ាក់វង្វេងវង្វាន់ ម៉ាក់កុំធ្វើពុតអីកូនមិនទាន់ម៉ាក់រកការងារធ្វើទៅលីហ៊ូគេក៏ត្រូវរកការងារធ្វើដែរពួកយើងពិតជាគ្មានពេលទំនេរមកអង្គុយរំខានជាមួយម៉ាក់ទៀតទេណាដល់ពេលនេះហើយពួកឯងនៅតែគិតថាម៉ាក់ចេះតែក្រុងទៀតមែនទេ ម៉ាក់គាត់ឈឺហើយ ហាពីឡា ឯងកុំប្រាប់ណាថាម៉ាក់យើងកើតជំងឺវង្វេងវង្វាន់នោះ មែនហើយម៉ាក់កើតជំងឺវង្វេងវង្វាន់មែនហើយ មិនក៏អាចទៅរួចម៉ាក់ទៅតែល្អធម្មតាទេតែគាត់អាចជិះធុនថ្មដល់ថ្នាក់នេះបានមិនទៅ គឺនឹងហើយគាត់ឯណាទៅវង្វេងនោះតាមខ្ញុំមើលទៅគាត់គ្រាន់តែនៅចាំរឿងដែលសង្សារខ្ញុំឆ្លោះជាមួយគាត់ទើបគាត់ធ្វើជាខឹងនឹងខ្ញុំបែបនេះពួកឯងនេះពិតជាមិនដឹងអីសោះម៉ាក់គាត់ដល់ថ្នាក់នេះហើយតើខ្ញុំចាំបាច់ត្រូវកុហកពួកឯងធ្វើអីម៉ាក់ឈឺត្រង់ណាដែរប៉ុន្មានថ្ងៃដែលម៉ាក់នៅជាមួយកូនកូនមិនបានដឹងខ្លួនសោះថាម៉ាក់ឈឺកូនមិនបានមើលថែម៉ាក់ឲ្យបានល្អទេម៉ាក់អភ័យទោសឲ្យកូនបានទេ អូអញ្ចឹងបានន័យថាម៉ាក់ទៅនៅជាមួយឯងមែនទេចុះមិនក៏ឯងមិនចេះមើលថែម៉ាក់ឲ្យបានល្អទៅប្រកាសជាឯងធ្វើឲ្យម៉ាក់ខឹងហើយបានជាគាត់មិនខ្វល់ពីពួកយើងបែបនេះ បងស្រីខ្ញុំឃើញម៉ាក់គាត់មិនអីទេតើដោយសារម៉ាក់ស្នាក់នៅជាមួយអ្នកដូច្នេះរឿងនៅមន្ទីរពេទ្យពួកយើងលែងខ្វល់ហើយណា មែនហើយម៉ាក់មិនមែនវង្វេងវង្វាន់ឯណាយាមជាអ្នកកុំធ្វើជាភ្ញាក់ផ្អើលពេកអី ចុះនឹងជាអ្នកណាទៅអ្នកជានរណាកូនអើយហេតុអ្វីបានជាកូនស្គាល់ម៉ាក់ថាជាម៉ាក់ទៅវិញ ម៉ាក់កុំលេងសាច់អីនេះកូនស្រីពើលីយូនឹងណា ម៉ាក់អើយកុំធ្វើបែបនេះទៀតអីឈប់លេងសើចទៅបានទេ ស្អែកកូនមានសម្ភារការងារយប់នេះទៅត្រឡប់ទៅរៀបចំខ្លួនទៀត ម៉ាក់នៅផ្ទះម៉ាក់ចង់ធ្វើអីក៏ធ្វើទៅចុះតែឈប់ធ្វើបាបពួកកូនទៀតទៅផ្ទះជាមួយពួកកូនទៅ ម៉ាក់មិនស្គាល់ពួកកូនទេម៉ាក់មិនអាចទៅបានទេ ម៉ាក់មានរឿងអី ម៉ាក់មិនអាចនៅពេលរហូតបែបនេះទេលុយកាក់ក៏អស់ច្រើនហើយពួកយើងក៏គ្មានកម្លាំងកំហែងមកនៅចាំម៉ាក់ទៀតដែរ ម៉ាក់កុំធ្វើបាបខ្លួនឯងអីឯផ្ទះមានពួកចាំមើលថែហើយតោះត្រឡប់ទៅផ្ទះជាមួយពួកយើងទៅម៉ាក់មិនទៅទេម៉ាក់មិនទៅទេម៉ាក់មិនស្គាល់ពួកកូនទេ ម៉ាក់មិនមែនកំពុងតែធ្វើពុតជាឈឺដើម្បីធ្វើបាបពួកកូនទេមែនទេម៉ាក់កំពុងតែសម្ដែងរឿងអី ឯងធ្វើស្អីហ្នឹង បងស្រីបងនៅបណ្ដោយឲ្យគាត់ធ្វើពុតជាឈឺបែបនេះទៀតឬគាត់ច្បាស់ជាកំពុងសម្ដែងហើយ តែគាត់មិនបានប្រាប់ពួកយើងពីជំងឺនេះសោះមិនក៏គាត់កើតជំងឺវង្វេងវង្វាន់បែបនេះ គាត់ភ្លេចអស់ហើយ ម៉ាក់កើតជំងឺវង្វេងវង្វាន់បាត់ទៅហើយហេតុអ្វីខ្ញុំភ្លេចរឿងនេះទៅបាន ម៉ាក់វង្វេងមែនហើយ
ស្ថានភាពរបស់ម៉ាក់គឺអាក្រក់ជាងអ្វីដែលខ្ញុំគិតទៅទៀតគាត់មិនមែនទៅតែជាថ្មីនេះទេប្រកាសជាមានសញ្ញាទុកមុនយូរហើយ នាងចង់និយាយថាពេលម៉ាក់រស់នៅជាមួយហាយ៉ានឹងខ្ញុំគាត់វង្វេងបាត់ទៅហើយមែនទេរឿងអីនឹងអាចទៅរួច វាអាចទៅរួចបងខ្ញុំគិតថាម៉ាក់មិនមែនសម្ដែងទេណា មិនអាចទៅរួចទេនាងគ្រាន់តែចង់តិចវេសពីការទទួលខុសត្រូវម៉ាក់មិនបានវង្វេងទេគាត់គ្រាន់តែធ្វើខុសទេអញប្រញាប់ត្រឡប់ទៅផ្ទះវិញទៅកុំខ្ជិះខ្ជីលុយតាក់ទៀតកុំធ្វើបាបចិត្តម៉ែអី បន្តិចទៀតគ្រូពេទ្យមកដល់ហើយអញសួរគាត់តទៅមើលថាតើម៉ែយើងពិតជាការជំងឺវង្វេងវង្វាន់មែនឬអត់ ខ្ញុំមិនធ្វើទេម៉ែបើម៉ែនៅតែធ្វើពុតបែបនេះទៀតខ្ញុំនឹងបញ្ជូនម៉ែទៅមណ្ឌលថែទាំមនុស្សចាស់ហើយ ម៉ែមិនទៅទេកន្លែងនោះមិនមែនជាផ្ទះរបស់ម៉ែទេម៉ែយើងមិនទៅមណ្ឌលថែទាំទេមិនទៅទេណា ម៉ែ តែផលពីអ្នកមកដល់ហើយមែនទេ មើលទៅ អ្នកជំងឺត្រូវបានគេបញ្ជាក់ថាមានជំងឺវង្វេងវង្វាន់ហើយគាត់ប្រកាសជាមានរោគសញ្ញាខ្លះតាំងពីមុនមកហើយពួកឯងជាកូនចៅនឹងមិនក៏មិនចាប់អារម្មណ៍សោះអញ្ចឹងទុកឲ្យដល់ថ្នាក់នេះ តើអ្នកចាស់នេះវង្វេងវង្វាន់យូរហើយឬនៅហើយអ្នកណាជាអ្នកមើលថែគាត់ មិនក៏ស្រាប់តែបែបនេះចោះឯងធ្វើជាកូនមិនទៅជំងឺមកឯងសោះមិនក៏មិនដឹងអីសោះបែបនេះចុះពួកឯងជាកូនចៅនឹងធម្មតាអត់ចេះមើលថែគាត់ទេ ពួកឯងទាំងអស់គ្នាគិតមើលទៅមើលមុនពេលម៉ាក់វង្វេងវង្វាន់នឹងគាត់មានសញ្ញាអីខ្លះមកហើយបាត់ខ្លួនហើយម៉ាក់ក្នុងផ្ទះមានបង្គន់តាមមិនក៏ម៉ាក់មិនទៅបន្ទោរបងក្នុងហ្នឹង រឿងនេះផ្អែមណាស់ពុកញ៉ាំទៅណាម៉ាក់ដឹងទេថាពេលនោះម៉ាក់ជឿធ្ងន់ទៅហើយកូននៅតែខឹងនឹងម៉ាក់គិតថាម៉ាក់ធ្វើរឿងមិនសមហេតុផលកូនសុំទោសណាអ្នកម៉ាក់នេះកូនស៊ីលយាណាមើលមុខកូនបន្តិចមកនេះកូនស្រីម៉ាក់តើម៉ាក់នៅចាំកូនបានទេ ទុកមានកូនស្រីម្នាក់គាត់ថាគាត់នឹងពាក់វាឲ្យពុករ ោគដ៏ស្រស់ស្អាតមួយនេះម៉ាក់អ្នកបតីគេចេះតែថាខ្លួនឯងចាស់ថ្ងៃក្រោយកូននឹងរៀននៅចំណាម៉ូសម្លៀកបំពាក់ឲ្យពូកែដើម្បីតុបតែងម៉ាក់ឲ្យស្អាតជាងគេកូនចង់ឲ្យម៉ាក់ស្លៀកឈុតដែលកូននៅចំណាដោយផ្ទាល់ដៃតែថាម៉ាក់មិនមែនជាម៉ាក់កូនសុំទោសកូនមិនគួរណាធ្វើរឿងបែបនេះសោះកូនមិនគួរទេកូនមិនគួរព្រោះតែរឿងស្នេហាហើយបោះបង់ការសិក្សាបែបនេះសោះកូនមិនគួរធ្វើឲ្យម៉ាក់ខកបំណងបែបនេះទេមែនទេម៉ាក់លែងចាំកូនហើយមែនទេខ្ញុំលែងចាំបាត់ទៅហើយ មិនអាចទៅរួចទេមិនអាចទៅរួចដែលខាតរឿងនេះវាកើតឡើងបានមិនទៅ បើម៉ាក់មានរោគសញ្ញាជំងឺមែនចុះដែលពួកយើងធ្វើដាក់គាត់កន្លងមកហ្នឹងភ្លឹងចេះហើយនឹងឆ្នាំហ្វុងឌូនៅដេកនៅទីនោះទៀតឃើញនឹងភ្នែកថាវាចិត្តរលាកគាត់ហើយហេតុអ្វីបានជាអ្នកមិនខ្វល់អញ្ចឹង ខ្ញុំក៏មិនដឹងដែរថាខ្ញុំកំពុងធ្វើស្អីមិនក៏ទៅជាបែបនេះខ្ញុំភ្លេចបិទភ្លើងទៀតហើយញ៉ាំនំប៉ោទៅញ៉ាំពេលវាកំពុងក្តៅញ៉ាំអីទៅម៉ែមិនដែលខ្វល់ពីកូនសោះម៉ែចង់ឲ្យកូនខឹងមែនទេពេលខ្លះម៉ែគាត់វង្វេងបាត់ទៅហើយតែពួកយើងបែរជាមើលរំលងស្មានតែគាត់គ្រាន់តែចង់បង្កបញ្ហាម៉ែកូនគឺហៅណាម៉ែចាំកូនបានទេ កូនគឺហោះម៉ែមិនស្គាល់កូនទេម៉ែកូនគឺហៅណាម៉ែមិនអាចទេកូនប្រកាសជាកំពុងតែសម្ដែងហើយឈប់មកទៅខ្ញុំលែងខ្វល់ពីអ្នកទៀតហើយ អញកុំមកចេះដឹងរឿងខ្ញុំអីអញកំពុងតែបំផ្លាញខ្ញុំហើយទេជប់បានហើយស៊ីវ៉ាអូនកុំបោះប្រាស់ខ្លួនឯងទៀតអីបានទេ ខួរក្បាលរបស់ខ្ញុំកាន់តែវង្វេងវង្វាន់ទៅហើយរឿងដែលខ្ញុំអាចជួយបានក៏កាន់តែតិចទៅដែរចុះខ្ញុំអាចធ្វើអ្វីបានទៀតទៅអាឡូតើថតជាប់ហើយឬនៅការថតសម្លេងនេះប្រកាសជាមានអ្វីដែលម៉ាក់បានផ្ដាំផ្ញើពួកយើងមិនខាន មិនប្រកាសទេខ្លាចតែជាកាត់អូនក្អែរបស់គាត់មកលើពួកយើងទៅវិញ ហោះឆ្នាំនេះសម្ពាធជីវិតធ្ងន់ណាស់ទាំងត្រូវសម្រាប់ក្រោយសម្រាប់ទាំងត្រូវចំណាយលុយទៀតទៅថ្ងៃមុខខ្លាញ់ខ្សែទឹករបស់កូនឲ្យកូនក៏ត្រូវចំណាយច្រើនដែរ រឿងនឹងខ្ញុំដឹងតើវាជាការសន្សំទុកយូរមកហើយ ជួយបានប៉ុណ្ណាក៏ជួយទៅណាអ្នកមីងមកផ្ញើលុយឲ្យកូនទៀតហើយមែនទេ សុំទោសផងណាខ្ញុំផឹកច្រើនពេកហើយខ្ញុំពិតជាចង់ចំណាយពេលជាមួយពួកគេឲ្យបានច្រើនជាងនេះណាបើធ្វើបានគឺល្អហើយ ខ្ញុំធ្វើអ្វីខុសមែនទេប៉ាកូនខុសហើយប៉ាពីមុនកូនតែងតែគិតថាប៉ាចូលចិត្តអួកូនរំខានប៉ាណាតែទើបតែដឹងថាអ្វីដែលប៉ាធ្វើគឺសុទ្ធតែចង់ល្អសម្រាប់កូនគួរតែជឿពេលនៅក្បែរប៉ាឲ្យបានច្រើនជាងនេះពេលដែលប៉ានៅមានស្មារតីល្អ
តែពេលនេះនិយាយអ្វីក៏ហួសពេលដែរ ម៉ាក់គឺកំហុសពួកយើងដែលតែងតែយកច្រឡំលើម៉ាក់បើពួកយើងដឹងមុនថាម៉ាក់មានរោគសញ្ញាជំងឺវង្វេងវង្វាន់បែបនេះពួកយើងមិនឲ្យម៉ាក់រងទុក្ខបែបនេះឡើយ ពួកឯងដឹងទេម៉ាក់ដឹងខ្លួនឯងយូរហើយថាគាត់នឹងកើតជំងឺវង្វេងវង្វាន់នេះ ម៉ាក់កូនលែងស្ដាប់ទៀតហើយម៉ាក់គាត់ព្យាយាមប្រាប់ពួកយើងម្ដងហើយម្ដងទៀតតែពួកយើងបែរជាកាត់ផ្ដាច់ហើយមិនខ្វល់ពីគាត់ទៅវិញចុងក្រោយគាត់អាចធ្វើបានត្រឹមតែថតសម្លេងទុកនៅពេលដែលគាត់នៅមានស្មារតីដើម្បីទុកក្តីស្រឡាញ់និងការបារម្ភរបស់គាត់មកឲ្យពួកយើង ទាំងអស់នេះគឺដោយសារតែឯងបើមិនមែនព្រោះតែឯងទេម៉ាក់ខ្ញុំប្រហែលជាអាចញ៉ាំបាយបាត់ហើយ មិនក៏ខ្ញុំមើលមិនឃើញ នៅមានមុខមកបន្ទោសខ្ញុំទៀតឯងជាកូននឹងធ្វើខ្លួនបានល្អហើយមែនទេបើមិនមែនព្រោះតែឯងរវល់តែរឿងខ្លួនឯងរហូតភ្លេចគិតពីអារម្មណ៍ម៉ែទេនោះតែយើងនឹងមិនដឹងរឿងជំងឺម៉ែបែបនេះមែនទេ បងប្រពន្ធបងយើងឈប់ឆ្លោះគ្នាទៅយើងទាំងអស់គ្នានឹងសុទ្ធតែមានកំហុសខ្ញុំក៏មានកំហុសដែរជាងដែលខ្វិនរបស់ម៉ែនឹងហើយដែលធ្លាប់ធ្វើឲ្យខ្ញុំត្រូវមិត្តភក្តិគេចំអកឲ្យប៉ុន្មានឆ្នាំមកនេះខ្ញុំតែងតែស្អប់ខ្ពើមម៉ែខ្ញុំចេះតែគិតពីរឿងពីមុនយកលេខថាការងាររវល់មិនព្រមត្រឡប់មកមើលគាត់សោះតែពេលនេះខ្ញុំទើបតែដឹងថាជើងរបស់ម៉ាក់គឺរបួសព្រោះតែខ្ញុំគិតទៅខ្ញុំពិតជាខុសខ្លាំងណាស់លោកគ្រូពេទ្យលោកគ្រូពេទ្យជំងឺវង្វេងវង្វាន់របស់ម៉ាក់ខ្ញុំនៅអាចព្យាបាលជាទេលោកគ្រូពេទ្យម្ដាយខ្ញុំគាត់កើតជំងឺវង្វេងវង្វាន់បែបនេះតើនៅមានសង្ឃឹមព្យាបាលជាទេ លោកគ្រូពេទ្យទោះបីទៅចំណាយលុយចាក់ប្រមាណឬហត់នឿយយ៉ាងណាក៏ដោយឲ្យតែស្ថានភាពម្ដាយខ្ញុំបានធូរស្រាលខ្លះពួកយើងសុខចិត្តទាំងអស់ពិតជាសោកស្ដាយណាស់ជំងឺវង្វេងវង្វាន់នេះវាជាប្រភេទជំងឺសរសៃប្រសាទដែលមិនអាចព្យាបាលឲ្យត្រឡប់មកដូចដើមវិញបានទេតាមកម្រិតវិទ្យាសាស្ត្របច្ចុប្បន្ននេះស្ថានភាពម្ដាយរបស់អ្នកគឺពិបាកនឹងជាសះស្បើយណាស់យប់ល្អអ្នកគួរតែឈៀតពេលនៅក្បែរគាត់ឲ្យបានច្រើនទៅយើងនិយាយលងគាត់យូរហើយតែម៉ាក់នៅតែមិនព្រមទៅជាមួយយើងទៀតគាត់ប្រហែលជានៅខាងពួកយើងមិនខានទេរឿងវាកើតឡើងភ្លាមបែបនេះពួកយើងជាកូនគួរតែប្រូវវិញគ្នានៅមើលថែម៉ាក់នៅមន្ទីរពេទ្យសិនទៅឲ្យឯងទៅសម្រាប់សិនទៅឯងនៅត្រូវមើលថែខ្ញុំទៀតណា ចាស់រឿងម៉ាក់លើកនេះយើងទាំងពីរអ្នកបារម្ភខ្លាំងណាស់ ពិតមែនហើយ បងស្រីអូនមានអារម្មណ៍ថាមិនស្រួលសោះចុះបើម៉ាក់ចាំពួកយើងលេងបានរហូតទៅតើត្រូវធ្វើម៉េចទៅ ទុកឲ្យខ្ញុំមើលថែម៉ាក់សិនទៅពួកឯងត្រឡប់ទៅរកសៀវភៅកំណត់ហេតុរបស់ម៉ាក់មើល អ្នកទាំងពីរជាសាច់ញាតិរបស់សៀវមីមែនទេ បាទចាស់ ជាសាច់ញាតិមិនក៏ហ៊ានទុកមនុស្សចាស់វង្វេងវង្វាន់ម្នាក់ឯងក្នុងបន្ទប់ពេទ្យបែបនេះឥឡូវគាត់បាត់ខ្លួនបាត់ហើយ លីហាលីយូប្រញាប់ទៅរកគាត់ទៅ សុទ្ធតែជាកំហុសខ្ញុំមិនគួរទុកម៉ាក់ឲ្យនៅម្នាក់ឯងបែបនេះទេយ៉ានហ្វឺកូនស្រីល្អរបស់ប៉ាយ៉ានហ្វឺ ម៉ាក់មិនក៏មិនល្អទៅវិញកូនគឺជាកូនប្រុសទី2របស់ម៉ាក់ឈ្មោះហា កូនតូចឈ្មោះស៊ីវយូម៉ាក់កូនសន្យាថាពេលកូនធំឡើងកូននឹងមើលថែម៉ាក់ឲ្យបានល្អ បានកូនសម្លាញ់ម៉ាក់នឹងត្រឡប់មកមើលកូនវិញឲ្យបានញឹកញាប់ ថ្ងៃក្រោយម៉ាក់ទៅតែត្រឡប់មកផ្ទះវិញឲ្យបានញឹកញាប់ណាស់ មើលភ្ញាក់ហើយ ប៉ានឹងត្រឡប់មកមើលកូនញឹកញាប់ណាស់ ម៉ាក់ឲ្យម៉ាក់សៀតចម្លែកម្លេះចាំកូនធំឡើងកូនធ្វើសម្លៀកបំពាក់ស្អាតឲ្យម៉ាក់សៀតណាថ្ងៃក្រោយកូនត្រូវតែរៀនរចនាម៉ូដសម្លៀកបំពាក់ឲ្យពូកែដើម្បីតុបតែងម៉ាក់ឲ្យស្អាតជាងគេ អូយកូនស្រីប៉ាពិតជាចេះគិតមែន ចុះបើប៉ាមានបងស្រីនិងបងស្រីហើយចុះកូនវិញឲ្យកូនធ្វើអីទៅអញ្ចឹងឲ្យកូនជួយកម្លាំងវិញចុះ កូនប្រុសនឹងមើលថែប៉ាពេលចាស់ទៅកូននឹងមើលថែម៉ាក់ពេញមួយជីវិតកុំបារម្ភអីចាំដល់ពេលកូនរៀបការមានប្រពន្ធទៅយើងទាំងពីរនាក់នឹងមើលថែម៉ាក់ឲ្យតែញោមចំពោះម៉ាក់ណា អូយល្អហើយកូនល្អរបស់ម៉ាក់ម៉ាក់នៅចាំកូនបានទេកូនគឺជាលីហាកូនប្រុសម៉ាក់ណាម៉ាក់កុំធ្វើបាបម៉ាក់ខ្ញុំអី បាត់មិនអីទេកុំភ័យអីណា បង
មិនក៏ម៉ាក់គាត់ចាត់ទុកក្មេងតូចទាំងនេះដូចជាពួកយើងទៅវិញ ម៉ាក់ពួកគេមិនមែនជាកូនរបស់ម៉ាក់ទេពួកយើងនេះហើយជាកូនរបស់ម៉ាក់ ពួកគេនិយាយថាគេនឹងមើលថែម៉ាក់ហើយស្រឡាញ់ម៉ាក់ពួកគេគឺជាកូនរបស់ម៉ាក់ ក្មេងទាំងនេះគេបោះបង់ចោលនៅមន្ទីរពេទ្យហើយគេនឹងបញ្ជូនទៅមណ្ឌលកុមារកំព្រាឆាប់នេះហើយ លោកយាយអូនលែងបាននៅលេងជាមួយលោកយាយទៀតហើយលេហើយណាលោកមើលលោកម៉ាក់នៅចាំឈ្មោះពួកយើងបានចុះបែបនេះមានន័យថាគាត់នៅមានឱកាសជាសះស្បើយមែនទេ ខ្ញុំធ្លាប់ប្រាប់ហើយថាបើតាមទស្សនវិជ្ជាអ្នកជំងឺដែលបាត់បង់ការចងចាំគឺមិនអាចចាំអ្នកបានទេ តើម៉ាក់ត្រូវរស់នៅបែបវង្វេងវង្វាន់អស់មួយជីវិតមែនទេលើកនេះពួកយើងនឹងមិនចាក់ចេញពីម៉ាក់ទៀតទេ ទោះបីជាអ្នកចាំខ្ញុំបានឬមិនបានក៏អ្នកនឹងរកឃើញវាវិញដែរតែបើអ្នកទាំងអស់គ្នាឧស្សាហ៍និយាយរឿងចាស់នៅចំពោះមុខគាត់នោះប្រហែលជាអាចជួយឲ្យគាត់ចងចាំរឿងខ្លះឡើងវិញបានចំណែកឯរឿងថាបានប៉ុណ្ណានោះគឺអាស្រ័យលើកូនដូចជាអ្នកទាំងអស់គ្នានេះឯង ពួកអ្នកមិនមែននិយាយថានឹងនាំខ្ញុំទៅជួបក្រុមគ្រួសារខ្ញុំទេ នេះក្រុមគ្រួសារអ្នកកូនស្រីកូនប្រុសគឺនៅទីនេះទាំងអស់ហ្នឹង ពួកគេជានរណាទៅ ម៉ាក់មើលទៅនេះមិនមែនជារូបដែលគេថតពេលបងស្រីទើបតែចូលមកទីនេះទេនេះមែនទេយ៉ាន់ហ្វីមែនទេនេះប្អូនស្រីតូចកាលគាត់រៀនថ្នាក់វិទ្យាល័យស៊ីវយូអូនេះគឺប៉ាកាបអាថតពេលរៀនចប់វិទ្យាល័យឥឡូវនេះប៉ាចាស់បន្តិចហើយក៏មើលទៅហត់នឿយបន្តិចដែរ កូនប្រុសមិនមានសក់ស្កើយច្រើនដូចប៉ាទេណាគាត់នៅរៀនថ្នាក់វិទ្យាល័យនៅឡើយទេក្នុងនេះគ្មានរូបគ្រួសារខ្ញុំទេមែនទេ នេះរូបនេះអត់មានទេ ម៉ាក់នៅតែចាំកូនមិនបានមែនទេ មិនអីទេកុំភ័យអីយើងប្រូវិញគ្នាមើលថែម៉ាក់នៅមន្ទីរពេទ្យសិនទៅចាំគិតរកវិធីដោះស្រាយតាមក្រោយអូដល់ពេលទៅលេបថ្នាំហើយគ្រូពេទ្យគេផ្ដាំថាទៅលេបថ្នាំឲ្យទាន់ពេលវេលាណា ម៉ាក់កូនគឺស៊ីវៃណា ចុះបែបនេះទៅហើយតាទៅធ្វើមិនទៀត អូយរបួសនេះនៅតែជឿខ្លាំងណាស់បងខ្ញុំមកបដូរវេនហើយបងមិនបានភ្នែកបងខ្មៅអញ្ចឹងយកមិញមើលថែម៉ាក់គាត់រំខានបងទៀតហើយមែនទេ អូនសម្លាញ់បងមានវិធីធ្វើឲ្យម៉ាក់នឹកឃើញពួកយើងវិញហើយបងទៅផ្ទះយករបស់បន្តិចអូនជួយហៅបងស្រីមកទីនេះផងណា ចាបងនេះពិតជាមែនហើយទៅផ្ទះយូរម្លេះពេលណាទៅមកវិញចិត្តដល់ម៉ោងបដូរវេនហើយអូនសម្លាញ់បងតាមពិតទៅសង្សារបងហ្នឹងគាត់មិនចូលចិត្តម៉ាក់យិនទេមែនទេ សៀវយូអេហើយដើម្បីបានជាអូនមិនខ្វល់ពីបង ព្រោះអូនតត់បងចោលហើយ មិនមែនទេសៀវយូអូនធ្លាប់និយាយថាអូនស្រឡាញ់បងបំផុតហើយមិនអាចខ្វះបងបានមិនមែនឬ អូនគិតច្បាស់ហើយអូនស្រឡាញ់ម៉ាក់អូនបំផុត បានលីយូបើអូនចង់បែកពីបងអូននឹងរកអ្នកណាដែលល្អជាងបងមិនបានទៀតទេ ចង់ឯងវិញអានុថប់ទៀតឯងមិនត្រឹមតែរាងកាយនេះខ្ញុំស៊ីបាយកូនកុំឡោះទេថែមទាំងទៅចិត្តម៉ាក់ខ្ញុំទៀតខ្ញុំធ្លាប់តែអូនមនុស្សដូចឯងគឺពិតជាសំណាងអាក្រក់បំផុតក្នុងជីវិតខ្ញុំហើយអូមិនមែនទេត្រូវតែជាមនុស្សដែលសមុខសមាត់ទើបហៅថាជាសំសាបានមនុស្សដូចឯងគឺគ្រាន់តែជាស្នាមប្រឡាក់ក្នុងជីវិតខ្ញុំប៉ុណ្ណោះបើមិនមែនព្រោះឯងធ្វើជាមនុស្សស្មោះត្រង់ពីដំបូងទេទោះខ្ញុំខ្វាក់ភ្នែកក៏មិនមើលឯងដែរ ឯងមិនមែនទេចាំមើលសិនទៅ ឯងចង់ធ្វើបាបខ្ញុំមែនទេស ៀវយូឲ្យឆាប់ឡើងទៅបដូរខោអោទៅ បងប្រុសបងស្រីអ្នកអំពីមកដល់ហើយអូអ្នករកឃើញឲ្យចាស់ទាំងនេះមកពីណាម៉ាក់យើងក៏ស្ដាយមិនហ៊ានបោះចោលទៅទុកក្នុងហាប់បែបនេះតើវាអាចទៅរួចដែរខ្ញុំមានអារម្មណ៍ថាវាមិនគួរឲ្យទុកចិត្តសោះសាកល្បងមើលទៅប្រសើរជាងគ្នាជំរឿនអ្វីសោះ ម៉ាក់កូននាំកូនរបស់ម៉ាក់ត្រឡប់មកវិញហើយ សៀកតែចម្លែកបែបនេះតើការងាររបស់គេអាចទៅរួចដែរឬ ពិបាកនិយាយណាស់ ម៉ាក់កូនគឺយ៉ាន់ស៊ីណាកូនត្រឡប់ពីធ្វើការវិញហើយមកមើលម៉ាក់ម៉ាក់កូនគឺសៀវយឺកូននៅតែបន្តធ្វើការរចនាម៉ូដសម្លៀកបំពាក់ដែលម៉ាក់មើលចុះនេះជាសម្លៀកបំពាក់ដែលកូនធ្វើឲ្យម៉ាក់ ម៉ាក់កូននាំកូនប្រសាម៉ាក់មកជួបម៉ាក់ហើយ ម៉ាក់កាលពីលើកដំបូងដែលកូនទៅផ្ទះម៉ាក់នោះអ្នកគ្រាន់តែរត់ចោលខ្ញុំទៅអ្នកនៅចាំទេ
ខ្ញុំនឹងត្រឡប់មកមើលអ្នកញឹកញាប់ កូនត្រូវតែមានភ្នែកកញ្ចនាម៉ូដឲ្យពូកែហើយតុបតែងខ្លួនឲ្យស្អាតណាស់កូនប្រុសនឹងមើលថែអ្នកពេលចាស់ទៅថាអ្នកមួយជីវិត ហើយដើម្បីបានជាវាស្រស់ស្អាតម្ល៉េះ ជីវិតនេះពិតជាស្រស់ស្អាតណាស់មើលទៅដូចជាបរាជ័យហើយ ម៉ាក់លែងស្គាល់ពួកយើងទៀតហើយម៉ាក់កូនសុំទោសទោះបីជាម៉ាក់លែងស្គាល់ពួកយើងទៀតក៏ពួកយើងមិនបញ្ជូនម៉ាក់ទៅមណ្ឌលថែទាំមនុស្សចាស់ដែរលីហ្វាកុំដាក់សម្ពាធលើខ្លួនឯងពេកអីកូនបានខំប្រឹងអស់ពីសមត្ថភាពហើយ ម៉ាមិនអីទេទោះម៉ាក់ចាំពួកយើងមិនបានក៏មិនអីដែរក្នុងនាមជាកូនយើងនឹងនៅក្បែរអ្នកជានិច្ចសុំទោសណាខ្ញុំមិនគួរយំទេខ្ញុំមិនគួរធ្វើបែបនេះទេ ខ្ញុំមានហើយកុំភ័យអីណាម៉ាក់នៅទីនេះហើយកុំគិតច្រើនពេកអីម៉ាក់នៅនឹងទេលោកគ្រូពេទ្យម៉ាក់ខ្ញុំគាត់កាន់តែធូរស្រាលហើយមែនទេ ការដែលគាត់ដឹងខ្លួនឡើងវិញបន្តិចបែបនេះគឺជារឿងដែលកំមនឹងកាត់ឡើងណា មិនអីទេទោះបីជាម៉ាក់ខ្ញុំត្រូវនៅបែបនេះពេញមួយជីវិតក៏ខ្ញុំនៅតែមើលថែគាត់ដែរម៉ាក់ ពាក្យសន្យាអាចលួចយកការចងចាំរបស់មនុស្សបានមែនតែវាមិនអាចលួចយកសភាពគាត់ដែលជាស្រឡាញ់បានឡើយ